បងប្អូនអរគ្នាមើលមុខម្ហូបមួយមុខនេះស្គាល់ហើយបងប្អូនមុខម្ហូបនេះគេនិយមធ្វើមែនតែនប៉ុន្តែខ្ញុំរៀងប្លែកពីគេបន្តិចដោយសារតែខ្ញុំធ្វើលើកនេះគឺខ្ញុំអត់មានដើមខាត់ណាទេគឺខ្ញុំដាក់ជាមួយនឹងត្រសក់ហើយនឹងស្ពៃបូកគោតម្រាំតែបានមុខម្ហូបមួយមុខនេះគឺខ្ញុំដើររពេញភូមិដើររបន្លែរអាដើមខាត់ណាអត់បានក៏ដឹកឆ្នៃយកត្រសក់មកធ្វើណាមួយខ្ញុំយកចិត្តត្រសក់ផងឆ្នៃចុះឆ្នៃឡើងបានមុខម្ហូបមួយមុខឆ្ងាញ់ដែរតាបងប្អូនហើយសម្រាប់បន្លែហ្នឹងអត់មាននេះច្រើនទេមានត្រសក់ហើយនឹងស្ពៃបូកគោហើយនឹងម្ទេសម្ទេសហ្នឹងគឺថាទូឯកតែម្ដងគឺមុខមាត់ហ្មងណាតែពិតឈ្មោះដើមពួកគេទៅខាត់ណាទឹកភ្នែកទេប៉ុន្តែខ្ញុំដាក់មកទៅសក់ទឹកភ្នែកវិញឃើញទេបងប្អូនបានមកផ្លែកទៀតហើយស្រាប់តែសក់ទឹកភ្នែកនេះគឺខ្ញុំដាក់ជាមួយនឹងទឹកត្រីកោះកុងហើយស្រាប់ទឹកត្រីកោះកុងហ្នឹងមានវិធីធ្វើច្រើនណាស់យើងចង់ដាក់ជាមួយស្ករសក៏បានចង់ដាក់ជាមួយនឹងស្ករត្នោតក៏បានប៉ុន្តែខ្ញុំធ្វើទឹកត្រីកោះកុងលើកនេះគឺខ្ញុំដាក់ជាមួយនឹងស្ករធម្មតាទេប៉ុន្តែបុកទឹកត្រីកោះកុងបានពាក់កណ្ដាលចិត្តហើយបណ្ដឹកឃើញថាអូភ្លេចដាក់ខ្ទឹមសអូនិយាយមែនសរសើរខ្លួនឯងហ្មងទៅវិធីធ្វើក្នុងវីដេអូនេះរៀងប្លែកតិចណាបងប្អូនហើយស្រាប់សាច់គោនេះគឺខ្ញុំប្រើសាច់គោប្រហែលជាកន្លះគីឡូទេខ្ញុំហាក់អានជា2ហើយយកទៅចៀនតែប៉ិតយើងស្ងោរក៏បានដែរប៉ុន្តែខ្ញុំយកចៀនហ្មងទៅដើម្បីឲ្យសាច់រៀងឆ្អិនណាប៉ុន្តែដល់ពេលខ្ញុំយកទៅចៀនហើយក៏បានសាច់គោដែរហាន់ទៅវាអត់សូវឆ្អិនអញ្ចឹងបងប្អូនវានៅរៀងក្រហមអញ្ចឹងក៏ខ្ញុំយកទៅចៀនម្ដងទៀតហ្មងទៅដើម្បីឲ្យឆ្អិនហើយតាមប៉ិតបងប្អូនកុំមាត់សាច់គោនេះសល់ពីថ្ងៃធ្វើម្ហូបជូនម៉ាក់ប៉ាខ្ញុំមកកុំមាត់ដោយសារតែអ្នកផ្ទះខ្ញុំអត់សូវចំណូលសាច់ចំណូលអីទេភាគច្រើនចំណូលបន្លែអញ្ចឹងសាច់គោហ្នឹងក៏នៅសល់ទៅអើយបងប្អូនហើយនិយាយទៅមុខម្ហូបមួយមុខនេះនិយាយថាឆ្ងាញ់តាមប៉ិតទៅខ្ញុំអង្គុយសុកទេប៉ុន្តែខ្ញុំនឹកឃើញដល់មុខម្ហូបហ្នឹងដោយសារតែការបងថ្លៃខ្ញុំគាត់មកលេងខ្មែរថ្ងៃចូលឆ្នាំហ្មងហើយគាត់បាននាំខ្ញុំទៅហូបម្ហូបវាថាម្ហូបខ្មែរអញ្ចឹងក៏បានហូបជាប់ចិត្តជាមួយនឹងស្ពៃខាត់ណាទឹកភ្នែកយោរីសួរបងប្អូនថ្ងៃហ្នឹងបានរបស់ហិលទៀតហើយមកញ៉ែមទៀតហើយបងប្អូនតែឥឡូវនេះម៉ាក់ខ្ញុំគាត់នៅផ្ទះអញ្ចឹងរវល់នៅផ្ទះច្រើនអញ្ចឹងมันមានពេលល្ងាចបានមកជីងឡងអ្នកទាំងអស់គ្នាអូយមិនបានដែរដោយសារតែមួយរយៈនេះខ្ញុំភពហិលច្រើននោះទៅដោះគោគេស្លាប់តែហៅសាច់គោទឹកភ្នែកឬក៏ខាត់ណាក៏ទឹកភ្នែកអញ្ចឹងណាប៉ុន្តែលើកនេះខ្ញុំទាំងប្លែកបន្តិចទៅសក់ទឹកភ្នែកលាយជាមួយនឹងស្ពៃបូកគោទឹកភ្នែកឥឡូវខ្ញុំច្បាច់អូយគេទឹកងល់ច្រោបងប្អូនអើយអូយទៅណងអូសាច់គោបងប្អូនអើយអូយឆ្ងាញ់មែនតើហើយសាច់គោនេះក្លិនមកល្មមឆ្ងាញ់ហ្មងណាដោយសារតែខ្ញុំយកទៅចៀនពេលខ្ញុំហាន់ហើយខ្ញុំយកទៅចៀនម្ដងទៀតបងប្អូនថ្ងៃនេះស្អាតណាខខ្ញុំអូអូយមុខខាំច្រើនណាទៅសក់ទឹកភ្នែកមានតែប៉ុណ្្នឹងទេគឺថាទឹកភ្នែកមែនបាយបាយអ្នកទាំងអស់គ្នាចាំជួបខ្ញុំមកឡានអីនៅវីដេអូក្រោយបាយបាយ